Vàខ្ញុំសូមចូលរួមនិយាយអំពីការបត់ជើងតូចធម្មតាខ្ញុំអត់និយាយពីជំងឺខ្ញុំអត់និយាយពីផលរំខានទេគឺមាន6ចំណុចដែលចំណុចទី1តាក់ទងទៅនឹងការឈឺបត់ជើងតូចឬសាមញ្ញហៅថាការឈឺនោមអញ្ចឹងការឈឺនោមម្ដងគឺយើងឈឺនោមអស់អត់សល់នៅក្នុងផ្លូវនោមអត់មានអារម្មណ៍សល់សោះអញ្ចឹងជាចំណុចមួយហើយការឈឺនោមនឹងទៀតសោតក៏គឺជាការឈឺដោយឆន្ទៈមានន័យថានៅពេលដែលមានទឹកនោមដែលហូរចេញពីតម្រងនោមផ្នែកខាងលើបំពេញចូលពេញនៅក្នុងផ្លូវនោមយើងមានអារម្មណ៍ដឹងថាមានទឹកនោមយើងអាចទប់បានហើយនៅពេលដែលយើងចង់ទៅនោមបានអញ្ចឹងក្រោមការបញ្ជារបស់យើងគេហៅថាការបញ្ជាដោយឆន្ទៈហើយការនោមចេញមកក្រៅហ្នឹងអត់មានការឈឺចាប់អត់មានកាហាយទេជាលក្ខណៈធម្មតាទី1ទី2នៅពេលដែលនោមចេញគឺទឹកនោមជាទឹកនោមធម្មតាអត់មានលេខឈាមអត់មានលេខខ្ទុះទេគឺជាធម្មជាតិរបស់ទឹកនោមចំណុចទី3គឺនិយាយអំពីរយៈពេលនៃការនោមគឺអត់លើសពី1នាទីចំណុចទី4និយាយពីការនោមសរុបក្នុងមួយថ្ងៃមិនលើសពី6ដងហើយការនោមម្ដងក៏មានចំណុះបរិមាណប្រហែល350មីលីលីត្រជាចំណុចទី5ចំណែកចំណុចទី6ជាចំណុចចុងក្រោយគឺបរិមាណទឹកនោមក្នុង24ម៉ោងគឺមានបរិមាណកន្លះលីត្រទៅ2លីត្រ7ក្នុង24ម៉ោងការប្រែប្រួលទាំងអស់ហ្នឹងវាអាស្រ័យទៅលើការញ៉ាំទឹកកត្តាសីតុណ្ហភាពកត្តាពាក់ព័ន្ធជាមួយនឹងសារធាតុគីមីផ្សេងៗហើយនឹងការ stress ផ្សេងបើអត់មានផលរំខានប៉ះពាល់ពីខាងក្នុងនិងខាងក្រៅខ្លួនទេអ្វីដែលខ្ញុំរៀបរាប់ខាងលើគឺជាលក្ខណៈធម្មតាបាទអរគុណ